គេការពីមុនឥឡូវគឺខុសគ្នាការពីមុនគឺល្បីល្បាញណាស់ក្រុមយីគេទូទាំងប្រទេសអើយលវីលបុនអីយើនាងតុនអើយលបងទុនពេញអើយទុនតមតែមកសម័យនេះគឺឃើញថាយើងមានការអន់ថយដោយសារអរិយធម៌បរទេសវាចូលមកជ្រៀតជ្រែកចូលមកកកោកាយធ្វើអរិយធម៌យើងបាត់បង់ធ្វើឲ្យតម្រង់សិល្បៈមួយចំនួនដែលយើងស្ទើរតែនឹងបាត់បង់ទៅហើយជាក់ស្ដែងដូចជាតម្រង់យីគេនេះគឺស្ទើរតែបាត់ហ្មងHip hop, a little hip hop, but got to listen to me T-Ski while I rock the spot, I catch the beat. បាក់ស្គាល់យីគេនឹងមិនផងបាទយីគេថប់ស្គាល់បាទស្គាល់តែខាងយីគេនឹងអញនិយាយផ្សេងនេះផ្សេងហ្នឹងឯងអត់ស្គាល់ខ្ញុំស្គាល់តាមរយៈការសិក្សាតាមរយៈសភៅឯកសារផ្សេងផ្សេងឬការបញ្ចាំងតាមទូរទស្សន៍និងការសម្ដែងផ្ទាល់នៅតាមភូមិផ្សេងផ្សេងខាងយីគេខ្ញុំមកស្គាល់យីគេផងយីគេបាទខ្ញុំធ្លាប់ស្គាល់សំទោសខ្ញុំមិនដែរស្គាល់យីគេផងខ្ញុំនិយាយទៅខ្ញុំអត់ចូលចិត្តអារបៀបស្អីបុរាណចូលចិត្តរបៀបសម័យរបៀប hip hop របៀបអីចឹងចូលចិត្តមកចូលចិត្ត hip hop ចូលចិត្តបើ hip hop យើងរាល់ថ្ងៃចឹងទៅយើងចេះស្ដាប់បានដល់ពេលយីគេអត់សូវបានមើលពីមុនខ្ញុំស្គាល់យីគេព្រោះអីយាយរបស់ខ្ញុំគាត់ជាយាយខ្ញុំបង្កើតហើយពីមុនខ្ញុំឃើញគាត់ប្រហាត់ចឹងទៅខ្ញុំឃើញយីគេខ្ញុំស្ដាប់ខាងយីគេមកពីនិស្ស័យរបស់ខ្ញុំហើយនឹងចំណងចិត្តរបស់ខ្ញុំផងរាប់ទៅណា1 2នៅក្នុងថ្នាក់តម្រង់យីគេរបស់ខ្ញុំនេះមានសិស្សទាំងអស់34នាក់បាទអញ្ចឹងទាំងសិស្សថ្មីទាំងសិស្សចាស់មាន34នាក់ស្រីមាន18នាក់ឯប្រុសមាន16នាក់អាយុពួកគាត់ច្រើនបំផុតគឺ21ឆ្នាំចុះមក6ឆ្នាំកម្មវិធីសិល្បៈខ្មែរអមតៈគឺបង្កើតឡើងនៅឆ្នាំ1998ហើយបង្កើតឡើងគឺគោលបំណងចង់ជួយទៅដល់ទម្រង់សិល្បៈខ្មែរដែលជាពិសេសគឺទម្រង់សិល្បៈខ្មែរដែលស្ទើរតែបាត់បង់និយាយរួមទៅអ្នកដែលភាគច្រើនគឺអត់ស្គាល់នៅទម្រង់សិល្បៈទាំងអស់នោះហើយអត់សូវមានអ្នកណាយកចិត្តទុកដាក់ខាងសិល្បៈខ្មែរអមតៈបានបង្កើតទម្រង់ល្ខោនយីគេហ្នឹងគឺជួយមួយថ្នាក់ដែរខាងកម្មវិធីល្ខោនយីគេនេះគឺនៅទីក្រុងភ្នំពេញតាំងពីឆ្នាំ2000យីគេកាលពីដើមឡើយគេហៅថាលីគេក្រោយមកគេហៅថាយូគេតែពេលចំនួនតាខីគាត់កែមកហៅថាយីគេហ្នឹងល្ខោនយីគេហ្នឹងភាគច្រើនគេតែងតែសម្ដែងតាមរបៀបរឿងបុរាណខ្មែរខោនមកសាក់និងល្ខោនយីគេវាខុសគ្នាត្រង់ថាល្ខោនយីគេមុននឹងចាប់ផ្ដើមសម្ដែងត្រូវតែមានការពោលជាមុនពោលគឺជាពាក្យពេចន៍
ការនិយាយឬក៏ការច្រៀងធ្វើឲ្យមានពាក្យកំណាព្យកាប់ឃ្លោងឲ្យជួនទៅនឹងសាច់រឿងទៅនឹងតួដែលត្រូវចេញឈប់ស្លេះត្រង់នេះទុកមួយគ្រាថ្លែងពីវមលានាងធីតាព្រះនាងខ្ពង់ខ្ពស់ដោយបញ្ញាជ្រះថ្លានឹងឋាននាងបរិយចាស់ស្ត្រីខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំក្រាបទូលតាមខ្ញុំសង្កេតមើលក្មេងសម័យនេះមិនសូវនិយមចូលចិត្តយីកេពីព្រោះថាតម្រង់យីកេគេហៅថាបើនិយាយថា style វិញបានន័យថាវាហួសសម័យវាហួសសម័យអញ្ចឹងអាសម័យជឿនលឿនសម័យវិទ្យាសាស្ត្រវាគ្រប់សម្រាប់ដល់ធ្វើឲ្យកេរបស់ខ្មែរធ្វើឲ្យយីកេរបស់ល្ខោនយីកេរបស់ខ្មែរហ្នឹងវាថយចុះទៅក្រោយវិញអញ្ចឹងអ្វីដែលជឿនលឿនជ្រុលនោះវាធ្វើឲ្យក្មេងៗសប្បាយភ្លើតភ្លើនដូចជាចម្រៀង hip hop ចម្រៀងញាក់កន្ត្រំញាក់ទីជាគ្រឿងវាអាហ្នឹងវាចូលចិត្តសប្បាយអញ្ចឹងវិញនិយាយទៅខ្ញុំឃើញចំណុចទាំងអស់ខ្ញុំស្រឡាញ់ទាំងអស់ឲ្យតែថាយីកេខ្ញុំស្រឡាញ់ដូចជាចម្រៀងសាច់រឿងអីចឹងខ្ញុំឃើញទៅខ្ញុំចូលចិត្តខ្ញុំចង់ចូលយីកេព្រោះថាtrong việc nào đó nhóm mình đồng gì kê của thà ta nhóm là khảo gì nhóm còn là khảo là chẳng tới nhóm cắt tạm có nhóm cho chân khảo rồi chẳng chắc mà nhóm trôi gì kê mà hạt nhóm thằng nhóm cho chơi cứ về môi na sờ bãi tí bí về bóng bát ca ốc sóc nâng thôi dương không mấy chừng vây thôi dương sờ bãi cho raទម្រង់ល្ខោនយីកេនេះគឺជាទម្រង់មួយលំបាកជាងគេទាំងអស់ក្នុងទម្រង់សិល្បៈព្រោះអញ្ចេះទម្រង់នេះវាមានចំណុចច្រើនណាស់ដែលយើងត្រូវបង្ហាត់បង្រៀនអញ្ចឹងដូចខ្ញុំជម្រាបមុនអញ្ចឹងយើងមិនមែនលូតកញ្ឆេងបានទេល្ខោនយីកេយើងមានរៀនដើររៀនអង្គុយរៀននិយាយរៀនច្រៀងរៀនសើចរៀនយំរៀនធ្វើទឹកមុខទៅតាមកាយវិការនៃសាច់រឿងរបស់យើងចម្រាំតែសម្ដែងបានគឺយើងប្រើរយៈពេលត2ឆ្នាំនឹងចំពោះសិស្សដែលមានដងតែបើសិស្សអត់មានដងទេมันអាចទៅរួចទេខ្ញុំហាត់រៀនពិបាកបន្តិចបន្តួចដែរដូចថាខ្ញុំពីមុនអត់ដែរហាត់យីកេដូចថាដល់ពេលយើងចាប់ដើមហាត់យើងអត់ដឹងថាដូចឧទាហរណ៍ថាបត់យីកេមួយបត់មិនដឹងថាវាកាច់កង់អីមិនចឹងយើងអត់ដឹងចឹងដល់ពេលយើងហាត់ទៅមានអារម្មណ៍ថាវាបាក់បន្តិចបន្តួចដែរអូយពុតមកបាក់ថានេះពុតនេះគឺសំណាញ់មែនតើពេលហ្នឹងខ្ញុំមានអារម្មណ៍ភ័យផងអហងសប្បាយចិត្តទៀតដូចថាឃើញទស្សនិកជនច្រើនអញ្ចឹងហើយមុនដំបូងបងអស់ខ្ញុំឡើងទៅខ្ញុំលេងលើឆាកខ្ញុំមានអារម្មណ៍ថាខ្ញុំភ័យមែនតើដល់ពេលឥឡូវអត់លេងអីដៃរបស់ខ្ញុំគាត់ខាងផ្នែកសិល្បៈដែរគាត់យល់នឹងសិល្បៈហើយគាត់ក៏ឲ្យខ្ញុំមកហាត់សិល្បៈដែរដូចខ្ញុំចាប់អាជីពជាអ្នកសម្ដែងយីកេព្រ
ព្រោះអីខ្ញុំស្រឡាញ់មែនតើយីកេហើយទីមួយក៏ខ្ញុំចង់ស្នងតកោពីដូចជាយាយរបស់ខ្ញុំគាត់ជាអ្នកយីកេខ្ញុំក៏ចង់ស្នងតកោពីគាត់ដែរហើយដូចជាលោកគ្រូខេរិនរបស់ខ្ញុំក៏គាត់ប្រហាត់ខ្ញុំទាំងទៅខ្ញុំក៏ខំប្រឹងដើម្បីឲ្យក្មេងជំនាន់ក្រោយនឹងឲ្យចេះដូចខ្ញុំដែរ